មើមនេះពិសេសណាស់ពុកម៉ែបងប្អូនយើងដែលមានបញ្ហាកាពះខ្ញុំឮមកច្រើនគ្នាហើយកបជាមួយនឹងពុកម៉ែបងប្អូនយើងច្រើនគ្នាហើយដែលព្យាបាលកាពះហ្នឹងត្រូវជាមួយនឹងមើមរបស់វល់ជុយនេះបាទសូមគ្រប់គ្រូជីជំរាបសួរទៅដល់ពុកម៉ែបងប្អូនយើងទាំងអស់គ្នាដែលកំពុងតែទស្សនាវីដេអូនេះបាទហើយនៅគណៈពេលនេះយើងចាប់ទៅថ្ងៃនេះនិយាយឲ្យអស់ទៅគឺយើងមានភារៈមករកជាមួយនឹងមើមតងសក៏ដូចជាមើមរំដេញមាសបាទរំដេញមាសឲ្យពុកម៉ែបងប្អូនយើងតែគាត់ត្រូវការយកទៅប្រើប្រាស់សម្រាប់ប៉ះប៉ូវសុខភាពប៉ុន្តែយើងបានរករួចរាល់ហើយពិតមែនតែតងសនៅនេះមិនសូវសម្បូរប៉ុន្តែម្ដងម្ដើមបានន័យថាល្អមែនតើបើរំដេញមាសនៅនេះសម្បូរពុកម៉ែបងប្អូនណាសម្បូរអញ្ចឹងទេបន្ទាប់ពីយើងរកឬតងសជាមួយឬរំដេញមាសរួចឥឡូវនេះយើងក៏មកជួបជាមួយរុក្ខជាតិខ្លះនៅនេះមែនតើទៅយើងឃើញប្លែកយើងក៏មកឆ្លៀតធ្វើវីដេអូឲ្យពុកម៉ែបងប្អូនបានដឹងបានស្គាល់ណាហើយជាពិសេសរឿងរ៉ាវទី1ដែលខ្ញុំចង់ឲ្យពុកម៉ែបងប្អូនបានដឹងគឺតាក់ទងជាមួយឈ្មោះរបស់វាថាអ្វីដែលខ្ញុំបង្ហាញហ្នឹងរុក្ខជាតិហ្នឹងឈ្មោះអីហើយដើមរបស់វាមានរូបរាងលក្ខណៈយ៉ាងម៉េចបាទអញ្ចឹងពុកម៉ែបងប្អូនយើងដែលត្រូវការស្រាវជ្រាវណាជាពិសេសសិស្សនិស្សិតឬក៏ខាងផ្នែកឱសថបុរាណអីឬក៏ពុកម៉ែបងប្អូនយើងដែលចង់មានបំណងចង់ស្គាល់រុក្ខជាតិពុកម៉ែបងប្អូនគ្រាន់តែវាយឈ្មោះរុក្ខជាតិណាមួយដែលពុកម៉ែបងប្អូនចង់ដឹងទៅពុកម៉ែបងប្អូននឹងឃើញណានឹងឃើញនេះគឺជាអ្វីដែលខ្ញុំចង់បង្ហាញអញ្ចឹងទេរឿងរ៉ាវទី2គឺយើងចង់បង្ហាញដែរថាយើងនឹងបង្ហាញអំពីអត្ថប្រយោជន៍របស់រុក្ខជាតិនីមួយហ្នឹងណាហើយដោយសារតែយើងមានសិភៅយើងមានឯកសារគ្រប់គ្រាន់តាក់ទងជាមួយនឹងរុក្ខជាតិទាំងអស់ហ្នឹងយើងធ្វើការបង្ហាញទៅតាមនឹងទេហើយនេះគឺជាការសិក្សាស្រាវជ្រាវរបស់ខ្ញុំដែរដែលខ្ញុំតែងតែរាល់ថ្ងៃឲ្យតែមានពេលទៅនេះយើងមករកព្រៃដើម្បីបានធ្វើជាវីដេអូចែកជូនទៅដល់ពុកម៉ែបងប្អូនយើងឲ្យបានស្គាល់ពីរុក្ខជាតិដែលវាដុះនៅព្រៃប្លែកនិយាយរួមទៅពីតំបន់មួយទៅតំបន់មួយពុកម៉ែបងប្អូនគឺរុក្ខជាតិគឺមានលក្ខណៈប្លែកគ្នាច្រើននៅនេះមែនតើទៅខ្ញុំឃើញដើមនេះច្រើនណាស់ដើមវល់គុយបាទវល់គុយអានេះពិសេសណាស់រុក្ខជាតិវល់គុយនេះជាអត់ពិសេសណាស់ពុកម៉ែបងប្អូនយើងក៏ធ្លាប់គាត់កំងគាត់ជាវពីខ្ញុំយកទៅប្រើដែរណាវល់ជុយនេះហើយនៅនេះយើងឃើញមានច្រើនប៉ុន្តែនៅក្បែរផ្ទះខ្ញុំណាអត់មានទេអាហ្នឹងកម្រណាជាមួយនឹងវល់គុយនេះហើយមកនេះឥឡូវនេះយើងឃើញមានរុក្ខជាតិវល់មួយប្រភេទទៀតដែលខ្ញុំត្រូវតែបង្ហាញជូនទៅដល់ពុកម៉ែបងប្អូនទាំងអស់គ្នាឲ្យបានស្គាល់ប៉ុន្តែខ្ញុំជឿជាក់ថាពុកម៉ែបងប្អូនមួយចំនួនដែលរស់នៅតាមជនបទស្រុកស្រែចម្ការខ្ញុំជឿជាក់ថាពួកគាត់ស្គាល់ណាហើយបើសិនជាស្គាល់ហើយក៏ស្គាល់ទៅប៉ុន្តែបើសិនជាពុកម៉ែបងប្អូនយើងផ្សេងដែលមិនទាន់ស្គាល់ណាឥឡូវយើងមកទស្សនាជាមួយខ្ញុំទាំងអស់គ្នាហើយការដែលខ្ញុំបង្ហាញពុកម៉ែបងប្អូនយើងអត់ដែលមានការលាក់លៀមទេជាពិសេសគឺបងខ្ញុំដែលជាកាមេរ៉ាគាត់ព្យាយាមណាស់ដោយសារតែយើងធ្វើ YouTube នេះយើងធ្វើដើម្បីឲ្យពុកម៉ែបងប្អូនយើងផ្សេងទៀតស្គាល់ណាដើម្បីជាការសិក្សាស្រាវជ្រាវឲ្យបានស្គាល់ថារុក្ខជាតិហ្នឹងឈ្មោះអីវាមានរូបរាងបែបម៉េចបាទឃើញទេហើយរាល់វីដេអូមួយគាត់ផ្ចិតផ្ចង់ណាគាត់ថតឲ្យពុកម៉ែបងប្អូនជាពិសេសរុក្ខជាតិដែលយើងសម្គាល់បានជាងគេគឺស្លឹកពុកម៉ែបងប្អូនស្លឹកណាទី2គឺផ្លែបើសិនជាមករដូវកាលមានផ្លែយើងអាចឃើញផ្លែថតចែកជូនពុកម៉ែបងប្អូនល្អផ្កាក៏អញ្ចឹងដែរប៉ុន្តែសួរថាក្នុងមួយរដូវកាលរុក្ខជាតិមួយវាផ្កាប្រមាណដងវាផ្លែប្រមាណដងអញ្ចឹងបានថាពេលខ្លះយើងមកអត់ជួបទេដល់ឥឡូវយើងបង្ហាញវល់មកប្រភេទនេះចឹងវល់ហ្នឹងគឺមានឈ្មោះថាវល់ជុយបាទវល់ជុយហើយវល់ជុយហ្នឹងមែនតើវាជាប្រភេទវល់ពុកម៉ែបងប្អូនអាហ្នឹងមានលក្ខណៈពិសេសអញ្ចេះមួយចាខ្ញុំចំណាំណាហើយដោយសារតែវាយើងគិតទៅវាត្រូវទំនងពុកម៉ែបងប្អូនមើលចេះឥឡូវខ្ញុំបេះនេះបេះមួយឃើញទេឃើញចេញចូលសស្គុះហ៎គាត់ថាបេះស្លឹកវាមួយបាច់ចេញចូលសស្គុះមែនតើទៅសម្រាប់ស្ត្រីបងប្អូនស្ត្រីយើងដែលគាត់ទើបឆ្លងទន្លេហើយណាឆ្លងទន្លេហើយគាត់អត់សូវមានទឹកដោះវល់ជុយនេះខ្ញុំជម្រាបជូនតែម្ដងទៅណាវល់ជុយនេះជាពិសេសគឺដើមខ្ចីចាពុកម៉ែបងប្អូនរកដើមខ្ចីបានមកក្តាប់ដៃទៅយកទៅបុកវាឲ្យមានទឹកប៉ែឲ្យពុកម៉ែបងពូតត្រង់យកស្អាតណាយកកត្រង់យកច្រោះវាស្អាតយកទឹកទៅឲ្យបងប្អូនស្ត្រីយើងដែលគាត់ឆ្លងទន្លេហើយអត់សូវមានទឹកដោះផឹកទៅមានទឹកដោះដូចនេះខ្ញុំថាអញ្ចឹងយើងយកទៅគិតទៅសមទំនងណាឃើញទេគាត់តែបេះស្លឹកមកគឺមានអញ្ចឹងវល់ផឹកហើយគឺធ្វើឲ្យស្ត្រីគាត់មានទឹកដោះសម្រាប់បំរើកូនណាអាហ្នឹងយើងហួសបន្តិចហើយឥឡូវពុកម៉ែបងប្អូនត្រឡប់មកវល់ជុយវិញវល់ជុយនេះដើមរបស់វាគឺវាមានរោមពុកម៉ែបងប្អូន
ដើមខ្ចីវាមានរោមប៉ុន្តែដើមចាស់អត់មានរោមទេនេះដើមចាស់របស់វាជ្រុះរោមអស់ហើយវាជ្រុះរោមអស់ហើយណាហើយបើនៅខ្ចីចេះវាមានរោមហើយស្លឹករបស់វាគឺវាមានលក្ខណៈទ្រវែងអញ្ចឹងទ្រវែងហើយស្រួចខាងចុងបាទអូវល់នេះល្អណាស់ឃើញឃើញចូលល្អមែនតើណាបាទស្រួចចុងអញ្ចឹងហើយវាដោះទល់តងគ្នាអញ្ចឹងហើយលើស្លឹកហ្នឹងចង់និយាយថាវាមានរោមណាទាំងខាងលើនេះបាទទាំងខាងលើហ្នឹងទាំងខាងក្រោមនេះពុកម៉ែមុនឃើញសរោមទាំងអស់ហើយបើសិនជាបេះស្លឹកណាមួយដូចខ្ញុំនិយាយមិញអញ្ចឹងគឺចេញចូលមកសស្គូសតែម្ដងណាសស្គូសតែម្ដងមែនតើអានេះមានប្រយោជន៍ណាដែលបងប្អូនប្រជាពលរដ្ឋយើងមួយចំនួនគាត់ដឹងខ្លះហើយបងប្អូនប្រជាពលរដ្ឋមួយចំនួនក៏គាត់មិនទាន់ដឹងអ្វីដែលគាត់ដឹងភាគច្រើនខ្ញុំឃើញទី1គឺយកវល់ហ្នឹងទៅធ្វើជាថ្នាំសម្រាប់ឲ្យស្ត្រីដែលគាត់ឆ្លងទន្លេហើយមានទឹកដោះពុកម៉ែបងប្អូនយើងដឹងមួយទៀតគឺដឹងតាក់ទងជាមួយមើមរបស់វាបាទយើងយកទៅធ្វើទីថ្នាំកាពះបាទថ្នាំកាពះឥឡូវខ្ញុំទៅមកកន្លែងទៀតសិនហើយខ្ញុំទៅមើលជាមួយនឹងអាវល់ហ្នឹងខ្ញុំជីកមើមហ្នឹងយកទៅឲ្យពុកម៉ែបងប្អូនបង្ហាញពុកម៉ែបងប្អូនឲ្យបានដឹងថាមើមអាហ្នឹងមានមើមឃើញតែវល់តូចចឹងទេបាទនេះផ្លែធំផ្លែធំពុកម៉ែបងប្អូនណាដោយសារតែយើងមកមិញយើងឃើញហើយយើងក៏បានជីកដើម្បីត្រៀមនឹងបង្ហាញពុកម៉ែបងប្អូនថាវល់ជុយហ្នឹងវាមានមើមបែបម៉េចណាពុកម៉ែបងប្អូនក៏ទស្សនាជាមួយខ្ញុំទាំងអស់គ្នាខ្ញុំនឹងបង្ហាញអត្ថប្រយោជន៍វាលម្អិតឡើងវិញហើយពុកម៉ែបងប្អូនយើងជ្រាបអំពីអត្ថប្រយោជន៍របស់វល់ជុយឲ្យលម្អិតតែម្ដងទៅឲ្យលម្អិតតែម្ដងហើយនៅនេះក៏យើងមានមកដើមទៀតពុកម៉ែបងប្អូនអញ្ចឹងទេយើងនេះមិញខ្ញុំជីកបានហើយយើងជីកបានហើយណាជីកបានហើយហ្នឹងណានេះគឺជាមើមរបស់វល់ជុយឥឡូវនេះខ្ញុំត្រឡប់ក្រោយទៅវិញឲ្យលំអិតតែម្ដងចែកជូនទៅដល់ពុកម៉ែបងប្អូនណាក្រែងដូរមិនទាន់មិញចំពោះវល់ជុយនេះផ្នែកដែលយើងយកទៅប្រើប្រាស់ធ្វើជាឱសថពុកម៉ែបងប្អូនយើងយកតាំងពីមើមបាទយើងយកតាំងពីមើមរបស់វានេះបាទឃើញទេមើមហ្នឹងយើងយកតាំងពីដើមរបស់វាទៀតបាទដើមនេះវល់នេះបាទយើងយកតាំងពីស្លឹកទៀតបាទអញ្ចឹងយើងយកនិយាយខ្លីទៅយើងយកទាំងអស់បាទយកទាំងអស់ចំណុចទី1សម្រាប់ការព្យាបាលយើងយកទាំងមើមទាំងដើមទាំងវល់នេះពុកម៉ែបងប្អូនផ្សំគ្នាទៅពុកម៉ែបងប្អូនយកទៅដាំទឹកផឹកធ្វើជាថ្នាំគ្រុនក្តៅហើយនឹងផ្ដាសាយពុកម៉ែបងប្អូនតើណាទី1វល់ទាំងអស់ហ្នឹងទាំងមើមទាំងស្លឹកទាំងដើមហ្នឹងយកទៅដាំទឹកផឹកទៅយើងធ្វើជាថ្នាំគ្រុនក្តៅនិងថ្នាំផ្ដាសាយកម្រិតប្រើវាពី12ទៅ20ក្រាមបាទរឿងទី1ទី2ដើមខ្ចីខ្ញុំបកត្រឡប់ទៅក្រោយដូចខ្ញុំថាមិញអញ្ចឹងយកទៅណាទៅលាងទឹកឲ្យស្អាតហើយយើងយកទៅបុកហើយពូតហើយច្រោះត្រង់យកទឹកវាទៅឲ្យស្ត្រីដែលគាត់មានផ្ទៃពោះផឹកសំទោសស្ត្រីដែលគាត់ឆ្លងទន្លេហើយអត់មានទឹកដោះហើយគាត់ផឹកទៅមានទឹកដោះដែរបាទអាហ្នឹងទី2ទី3ស្លឹករបស់វានេះយើងយកទៅដាំទឹកងូតសម្រាប់ក្មេងៗដែលកើតកមកើតរមាស់កើតគេហៅថាអាត់កើតអីហ្នឹងអត់ត្រូវហើយកមរមាស់អីហ្នឹងគឺអាត់ហ្នឹងគឺត្រូវជាមួយស្លឹកនេះហើយចុងក្រោយពុកម៉ែបងប្អូននេះមើមនេះពិសេសណាស់ពុកម៉ែបងប្អូនយើងដែលមានបញ្ហាកាពះខ្ញុំឮមកច្រើនគ្នាហើយកបជាមួយនឹងពុកម៉ែបងប្អូនយើងច្រើនគ្នាហើយដែលព្យាបាលកាពះហ្នឹងត្រូវជាមួយនឹងមើមរបស់វល់ជុយនេះយកពី12ទៅ20ក្រាមពុកម៉ែបងប្អូនណានៅពេលដែលយើងលាងទឹកឲ្យស្អាតកាច្រាមហាលឲ្យស្ងួតហើយពី12ទៅ20ក្រាមដាំទឹកផឹកទៅល្អសម្រាប់កាពះបាទចឹងទេពុកម៉ែបងប្អូននៅពេលទស្សនាវីដេអូរបស់ខ្ញុំហើយពិតមែនតែវែងបន្តិចប៉ុន្តែពុកម៉ែបងប្អូនទទួលបានអត្ថប្រយោជន៍ទី1គឺស្គាល់ឈ្មោះវល់មួយប្រភេទដែលមានឈ្មោះថាវល់ជុយដែលវាមានរូបរាងបែបនេះបាទវាមានរូបរាងបែបនេះហើយជាពិសេសនៅពេលពុកម៉ែបងប្អូនបេះស្លឹកវាទៅវាចេញចូលតែម្ដងណាហើយបន្តមកទៀតពុកម៉ែបងប្អូនក៏បានដឹងពីអត្ថប្រយោជន៍លម្អិតដែលខ្ញុំបានជម្រាបជូនក្នុងការដែលយើងយកវល់ជុយនេះទៅធ្វើជាឱសថហើយណាបើសិនជាពុកម៉ែបងប្អូនទាំងអស់គ្នាស្រឡាញ់ចូលចិត្តក៏ដូចជាពេញចិត្តវីដេអូរបស់ខ្ញុំកុំភ្លេចជួយ like ជួយ share ផងណាហើយខ្ញុំនឹងស្វែងរករុក្ខជាតិថ្មីទៀតដើម្បីមកបង្ហាញចែកជូនទៅដល់ពុកម៉ែបងប្អូនទាំងអស់គ្នាណាមិញនេះខ្ញុំគិតថាជម្រាបលាពុកម៉ែបងប្អូនទៅហើយណាប៉ុន្តែដោយសារតែអត្តន័យខ្លឹមសារត្រូវបន្ថែមទីទៀតពុកម៉ែបងប្អូនតាក់ទងជាមួយមើមរបស់វល់ជុយនេះពុកម៉ែបងប្អូនណាបើសិនជាពុកម៉ែបងប្អូនយើងចែកតែមានបញ្ហាសក់ស្កូវមិនមែនពុកម៉ែបងប្អូនស្កូវដោយសារអាយុច្រើន80ហើយស្កូវណាជួនកាលពុកម៉ែបងប្អូនអាយុតែ30ជាងទេប៉ុន្តែស្កូវច្រើនយើងនិយាយថាហ្នឹងវាមានបញ្ហាសុខភាពទេមិនមែនស្កូវដោយសារវ័យទេណាអាហ្នឹងពុកម៉ែបងប្អូនអាចយកមើមវល់ជុយនេះទៅដាំទឹកផឹកបានណាវាមានប្រយោជន៍ច្រើនណាប៉ុន្តែគ្រាន់តែអ្វីដែលយើងបានដឹងខ្លះយើងមកជម្រាបជូនពុកម៉ែបងប្អូនទេប៉ុន្តែការពិតទៅនៅមានរឿងច្រើនទៀតតាក់ទងវល់ជុយនេះហើយមិញបន្ថែមគឺតាក់ទងជាមួយពុកម៉ែបងប្អូនយើងដែលមានបញ្ហាសក់ស្កូវហ្នឹងដោយសារតែស្កូវបញ្ហាសុខភាពយើងមិនមែនស្កូវដោយសារវ័យទេណាអញ្ចឹងផឹកអាហ្នឹងទៅវាធ្វើឲ្យសក់ស្កូវនឹងបាត់ហើយណាមួយបើសិនជាយើង
ផឹកអាហ្នឹងទៅវ័យយើងចាស់ទៅសក់យើងក៏មិនងាយស្កូវដែរបាទមួយទៀតខ្ញុំចង់បញ្ជាក់តាក់ទងជាមួយវ៉លរបស់ប្រភេទនេះពុកម៉ែបងប្អូនណាមកចិត្តតិចមកកាមេរ៉ាយើងវ៉លនេះក៏ពិតទៅវ៉លជួយវាមានស្លឹកបែបហ្នឹងរោមរបស់វានៅលើស្លឹកទាំងខាងលើខាងក្រោមវ៉លនេះក៏មានរោមវ៉លខ្ចីណាហើយយើងមើលទៅខាងក្រោមវាអញ្ចឹងតវែងអញ្ចឹងប៉ុន្តែវាមានវ៉លរបស់ប្រភេទទៀតស្តៀងជាមួយវ៉លជួយដែរប៉ុន្តែស្លឹកវាខ្លីជាងហ្នឹងណាហើយមែនតើស្តៀងអាហ្នឹងគ្មានឈ្មោះថាវ៉លធ្លោកទេវ៉លធ្លោកណាអញ្ចឹងទេខ្ញុំស្រាវជ្រាវឃើញខ្ញុំក៏ចែករំលែកទៅពុកម៉ែបងប្អូនទាំងអស់គ្នាដែលជាអ្នកសិក្សាស្រាវជ្រាវក៏ជួយស្រាវជ្រាវបន្ថែមទៀតទៅណាអ្វីដែលខ្ញុំចង់ជម្រាបជូនគឺមានវ៉លមួយប្រភេទទៀតស្តៀងជាមួយវ៉លជួយដែរមានឈ្មោះថាវ៉លធ្លោកបាទអញ្ចឹងទេយើងក៏គិតថាសមល្មមនឹងបញ្ចប់ហើយអរគុណសម្រាប់ការតាមដានទស្សនាវីដេអូនេះតាំងពីដើមរហូតដល់ចប់បាទសូមអរគុណសូមជម្រាបលា